បាទសួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់នៅវីដេអូថ្មីរបស់ខ្ញុំបាទរៀម Official ម្ដងទៀតហើយនៅក្នុងវីដេអូនេះគឺខ្ញុំនឹងមកបង្ហាញគ្នាយើងទាក់ទងនឹងការតឡើង text នៅក្នុងប្រព័ន្ធទូរស័ព្ទដៃ Mobile iPhone ឬក៏ iOS អញ្ចឹងកុំឲ្យខាតពេលយូរគ្នាយើងអាចចូលទៅកាន់ការអនុវត្តជាក់ស្ដែងជាមួយខ្ញុំបាទទាំងអស់គ្នាអូខេហ្នឹងហើយជំហានបន្ទាប់គ្នាយើងចុចទៅលើពាក្យ display and text size អញ្ចឹងចូលមកដល់កន្លែងនេះគ្នាយើងសូមបើកទៅលើកន្លែង bold text ចុចបើកនឹងមកបន្តមកទៀតគ្នាយើងចង់ចុចតឡើងបន្ថែមទៀតគ្នាយើងចុចកន្លែងនេះ longer text ហើយកន្លែងនេះយើងបើកមក longer accessibility size នេះគ្នាយើងចុចបើកវាទៅអញ្ចឹងវានឹងបន្ថយ text យើងឲ្យកាន់តែទូចនឹងសម្រាប់គ្នាយើងចូលចិត្តបែបតូចឬក៏ធំអញ្ចឹងបើយើងបិទវិញយើងអាចតឡើងកំណត់តឡើងកន្លែងនេះបានមើលឧទាហរណ៍ខ្ញុំតឡើងឲ្យបងអស់ឲ្យចប់នេះឃើញហើយវាធំស្អាតបែបហ្នឹងអូខេអញ្ចឹងបន្ទាប់ពីដែលគ្នាយើងធ្វើការកំណត់នៅមុខងារtext អក្សរហើយអញ្ចឹងគ្នាយើងអូសមើលទៅឃើញថាអក្សរដែលយើងកំណត់មិញហ្នឹងគឺវាមានលោតធំល្អអញ្ចឹងយើងស្រួលមើលមែនទែនងាយស្រួលមើលងាយស្រួលអានអញ្ចឹងណាមិនថានៅក្នុង Messenger មិនថានៅក្នុង app ផ្សេងៗទេឲ្យតែយើងសរសេរទៅគឺបានស្អាតល្អហ្នឹងវីដេអូខ្ញុំគឺខ្ញុំមានតែប៉ុណ្្នឹងទេបើសិនបើគ្នាយើងពេញចិត្តនៅវីដេអូនៃការចែកម្លែកទាក់ទងនឹងចំណេះដឹងថ្មីគ្នាយើងអាចចុច Subscribe Channel YouTube ខ្ញុំបានម្នាក់មួយផងដើម្បីខ្ញុំបន្តបង្ហាញនៅកន្លឹះផ្សេងទៀតទាក់ទងនឹងកម្មវិធីកាត់តឬក៏ sharing អំពីtechnology